Hello ស្ដីអរគ្នាស្វាគមន៍មកកាន់ការសម្រាយរឿងរបស់ Admin នៅក្នុងរឿងកិច្ចសន្យាផ្សេងនៃការរៀបការចូលទៅកាន់សាច់រឿងរបស់យើងនៅពេលនេះម្ដាយចុងរបស់លោក Demon ក៏បានណាត់ជួប Ari ដើម្បីមកជួបគ្នានិយាយពីរឿងរៀបការក៏ប៉ុន្តែពេលទៅដល់គឺបានឃើញលោក Demon ហ្នឹងនិយាយទៅកាន់ម្ដាយចុងថាអ្នកស្រីមកឡែតហើយម្ដាយចុងក៏និយាយថាហើយដើម្បីបានជា Ari ហ្នឹងហៅ Demon មកធ្វើអីហើយ Ari ក៏និយាយថាដោយសារតើអ្នកស្រីហ្នឹងអត់មានបានប្រាប់ឲ្យច្បាស់ផងថាឲ្យខ្ញុំមកតឯងអញ្ចឹងហើយបានជាខ្ញុំហើយអនាគតស្វាមីខ្ញុំមកជាមួយហើយម្ដាយចុងមិនចាំយូរទេក៏ឲ្យអ្នកបម្រើយកក្រដាសមកដុំយកទៅឲ្យ Ari អាននៅក្នុងនោះគឺជា list ដែល Ari ហ្នឹងត្រូវឲ្យទៅខាងប្រុសរបៀបថាដូចថ្លៃទឹកដោះអញ្ចឹងណាហើយអ្វីដែល Ari ត្រូវឲ្យទៅខាងប្រុសនោះមានដូចជាសម្លៀកបំពាក់ប្រណិតទ្រព្យសម្បត្តិហើយនឹងផ្ទះមួយនៅក្នុងរាជធានីផងដែរគ្រាន់តែឃើញឲ្យ Ari យើងចំហមាត់ហើយក៏បានសួរថាតើអ្នកស្រីមិនគិតថាការទៀមទាហ្នឹងវាហួសហេតុពេកទេអីមិនចង់លក់កូនប្រុសមែនហ្នឹងហើយម្ដាយចុងក៏និយាយថាបន្ទាប់ពី Ari រៀបការទៅពួកគេនឹងផ្លាស់ទៅនៅផ្ទះនៅក្នុងទីក្រុងនោះហើយ Ari ក៏និយាយថាពួកយើងគួរតែសម្របសម្រួលគ្នានៅក្នុងរឿងនេះហើយម្ដាយចុងក៏និយាយថាมันសម្របសម្រួលជាដាច់ខាតពេលឃើញបែបហ្នឹងលោក Demon ក៏យកกระดาษហ្នឹងមកមើលហើយក៏និយាយថាអ្វីគ្រប់យ៉ាងហ្នឹងណាកាត់វាចោលទៅគឺមិនយកទៀតទេហើយលោក Demon ក៏បន្តនិយាយថាបើសិនជាលើកសំណើនេះមកនិយាយគ្នាគ្រួសារទាំងពីរនឹងមិនអាចមើលមុខគ្នាចំទេហើយម្ដាយចុងក៏និយាយថាតើឯងចង់គំរាមយើងមែនហើយលោក Demon ក៏សង្កត់ធ្ងន់ថាគាត់មិនហ៊ាននឹងគំរាមទេខ្ញុំគ្រាន់តែផ្ដល់ជំរឿសឲ្យអ្នករើសតែប៉ុណ្ណោះថាវាត្រឹមត្រូវឬក៏អត់ម្ដាយចុងស្កាត់បន្តិចហើយក៏បាននិយាយថាអញ្ចឹងបន្ទាប់ពីពួកឯងរៀបការហើយពួកឯងនឹងអាចមកនៅជាមួយយើងបាននៅក្នុងវិមាន Venomer ហើយ Ari ក៏និយាយបដិសេធថាសុំទោសខ្ញុំមិនអាចទៅរស់នៅទីនោះបានទេដោយសារតែខ្ញុំពេលនេះគឺនៅរៀននៅក្នុងសាលាវេទមន្តនៅឡើយម្ដាយចុងក៏និយាយបដិសេធភ្លាមថាវាមិនអាចទេដោយសារតែភាគច្រើនកូនស្រីតការចូលខាងប្រុសហើយគឺគ្មានទៅរៀនណាតណាទៀតទេគឺត្រូវបំរើប្តីនៅផ្ទះហើយ Ari ក៏និយាយតបទៅវិញថាខ្ញុំគ្មានបំណងក្នុងការរៀបការទៅធ្វើអ្នកបំរើកូនអ្នកស្រីទេពេលឮបែបហ្នឹងម្ដាយចុងក៏និយាយមើលងាយទៅកាន់ Ari ថាតើឪពុកម្ដាយ Ari ហ្នឹងចិញ្ចឹមកូនបែបម៉េចហើយ Ari ក៏និយាយតបទៅវិញថាឪពុកម្ដាយខ្ញុំចិញ្ចឹមខ្ញុំបានល្អណាស់មិនបណ្ដោយឲ្យខ្ញុំរត់តាមប្រុសទេមួយទៀតបើសិនជាមនុស្សចាស់និយាយភ្លើគឺខ្ញុំអាចឌីលវិញបានហើយម្ដាយចុងក៏និយាយថាតើឯងចង់ឌីលថាយើងនឹងនិយាយភ្លើមែនហើយ Ari ក៏តបទៅវិញថាធំអស់ហើយចេះរើសដាក់ខ្លួនខ្លះទៅនៅពេលពួកគេបន្តឆ្លោះគ្នាលោក Demon ក៏និយាយថាមិនបាច់ឆ្លោះគ្នាទៀតទេខ្ញុំនិង Ari ពេលរៀបការរួចពួកយើងនឹងរស់នៅក្នុងរាជធានីម្ដាយចុងក៏និយាយទៅវិញថាឲ្យ Demon ហ្នឹងឈប់និយាយទៅរឿងនេះគឺជារឿងរបស់គាត់ហើយនិងរឿងរបស់ Ari ទេហើយលោក Demon ក៏និយាយថាតើអ្នកស្រីទុកខ្ញុំជាសមាជិកគ្រួសារតាំងពីពេលណាបានជាព្រួយបារម្ភម្ល៉េះហើយលោក Demon បន្តនិយាយថារឿងមួយក៏អ្នកស្រីនឹងទទួលស្គាល់ពួកយើងគឺជាអ្នកស្នងមរតកហើយមែនហើយ Ari ក៏និយាយស្វិតទៅកាន់លោក Demon ថាសុំទោសផងអ្នកស្រីដោយសារតើខ្ញុំធ្វើតាមប្តីរបស់ខ្ញុំទេតើវាមិនល្អទេនៅពេលដែលប្តីរបស់ខ្ញុំធ្វើតាមការស្នើសុំរបស់ប្រពន្ធហាហើយ Ari ក៏បានធ្វើមាត់ស្រួយឌឺទៅកាន់អ្នកស្រីដែលធ្វើឲ្យអ្នកស្រីគិតក្នុងចិត្តថាអញទ្រាំបានលើហើយអញហើយពួកគេក៏ចាប់ដើមក្រោកឈរហើយក៏និយាយថាពេលនេះការនិយាយគឺបានបញ្ចប់ហើយចឹងហើយពួកគេសុំលាទៅវិញតែអ្នកស្រីហ្នឹងគឺគាត់និយាយថាគាត់អត់តន់និយាយចប់ទេតែលោក Demon ក៏និយាយថាចង់ជួបគ្នាពេលរៀបការហើយទៅដោយសារតែឥឡូវហ្នឹងខ្ញុំបញ្ញាប់ជូនប្រពន្ធខ្ញុំទៅផ្ទះវិញហើយក៏បានដាក់ដៃនៅលើស្មា Ari ហើយពួកគេក៏ដើរចុះចណ្ដើរមកជាមួយគ្នាហើយ Ari ដើរបណ្ដានិយាយបណ្ដាថាតើអ្វីខ្លះដែលត្រូវគួររៀបចំនៅពេលដែលមង្គលការជិតមកដល់ដូចជាសម្លៀកបំពាក់ការរៀបចំតុបតែងអីផ្សេងពិសេសគ្រឿងបណ្ដាការអីជាដើមពេលដែលឃើញ Ari គិតច្រើនបែបហ្នឹងលោក Demon ក៏និយាយថាមិនចាំបាច់គិតច្រើនទេសល់ប៉ុន្មានទុកឲ្យគាត់នៅជាអ្នកចាត់ការហើយអ្វីដែលពួកគេត្រូវធ្វើនោះគឺការចុះបញ្ជីរៀបការនិងកិច្ចសន្យារៀបការផងដែរហើយគាត់ប្រាប់ Ari ថាគាត់រវល់ខ្លាំងណាស់គឺមិនសូវមានពេលទៅទេអញ្ចឹងហើយពួកគេក៏តែរកពេលវេលាណាមួយទៅធ្វើអាហ្នឹងឲ្យហើយ Ari ក៏និយាយឌឺថាការងារមកទីក្រុងធ្វើតែឯងមកទៅរវល់យ៉ាងហ្នឹងរវល់ហាត់ដាវទេគ្រាន់តែនិយាយរួចភ្លាម Ari យើងក៏រត់ព្រាត់តែម្ដងហើយលោក Demon ក៏និយាយថាអ្នកនាងហូកូ
ហើយក៏កាហឹមដាក់ខ្លាំងមែនតើដោយសារតែអារីយើងនិយាយឌឺហើយអារីក៏សើចបណ្ដានិយាយថាខ្ញុំឈប់និយាយហើយមិនបាច់ខឹងខ្ញុំទេនៅពេលដែលឌឺគេសบายបែបហ្នឹងក៏ភ្លេចខ្លួនជន់សពតខ្លួនឯងប៊ីសធ្លាក់ទៅលើចដាក៏ប៉ុន្តែក៏បានលោកឌីមែនហ្នឹងឆោងដៃទៅចាប់ជាប់កុំអីបានញ៉ាំឥតបាត់ពេលលោកឌីមែនចាប់នាងជាប់បែបហ្នឹងអារីរបស់យើងក៏ធូរចិត្តហើយក៏សើចហើយក៏និយាយអរគុណក៏មានណាគេតម្លាក់ចុះក្ដួចបែកក្តិតបាត់មិញឯងខំអរគុណនៅលើតលាក់ឯងចង់ចេញក្អួតហើយលោកឌីមែនក៏និយាយទៅកាន់អារីវិញទាំងខឹងថាអារីហ្នឹងគួរតែចេះប្រយ័ត្នខ្លួនផងមិនគួរណាបដ ாய் ខ្លួនឯងនៅក្នុងស្ថានភាពបែបនេះទេដោយសារតែការរៀបការហ្នឹងគឺវាសំខាន់ខ្លាំងណាស់ហើយណាមួយគ្រួសារឌីមែនហ្នឹងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យពួកគេហ្នឹងមិនអាចរៀបការបានអញ្ចឹងហើយគាត់សុំឲ្យអារីហ្នឹងចេះមើលថែខ្លួនឯងផងនៅពេលដែលគាត់ហ្នឹងអត់នៅចិត្តហើយពេលនេះការរៀបការគឺនៅសល់តែ7ថ្ងៃទៀតទេនៅក្នុងផ្ទះរបស់អារីពេលនេះម្ដាយរបស់អារីក៏និយាយថាឲ្យអារីហ្នឹងញញឹមនិងសប្បាយចិត្តក្នុងការរៀបការផងមើលមិនធ្វើចរិតអត់ខ្វល់អញ្ចឹងប្រយ័ត្នគេនិយាយដើមហើយអារីក៏និយាយទៅវិញថាពីណាហ៊ាននិយាយដើមខ្ញុំនឹងចាប់ច្បាច់កពួកនឹងណានៃម្ដងហើយអារីបន្តនិយាយថាខ្ញុំមានការងារច្រើនណាស់ដែលត្រូវធ្វើចាំលើកក្រោយចាប់ខ្ញុំលរោបនឹងបានអត់ហើយបងស្រីក៏និយាយថាដោយសារតែឯងធ្វើចរិតអញ្ចឹងបានឥឡូវនេះធ្លាក់ក្នុងសភាពបែបហ្នឹងហើយអារីក៏ប្រកាច់ភ្លាមតែម្ដងដោយនិយាយថាខ្ញុំខ្ជិលណាស់ខ្ញុំមិនចង់ពាក់រៀបការហ្នឹងទេម្ដាយរបស់អារីក៏និយាយថាហេតុអីអារីហ្នឹងចូលចិត្តធ្វើចរិតដូចកូនក្មេងអញ្ចឹងហើយបងស្រីក៏និយាយកាន់ជើងអារីថាអ្នកម៉ែក៏ដឹងហើយថាអារីគឺមានចរិតបែបហ្នឹងហើយម្ដាយរបស់អារីក៏និយាយថាបន្ទាប់ពីអារីរៀបការរួចតើបងស្រីហ្នឹងគឺមានមនុស្សក្នុងចិត្តហើយឬនៅបើមិនចាំគាត់ហ្នឹងរកគូឲ្យអញ្ចឹងណាហើយបន្ទាប់មកបងស្រីក៏និយាយថាគាត់អត់ទាន់បានមើលឃើញនរណាគេទេតើបើសិនជាគាត់មើលឃើញអ្នកណាចាំគាត់ប្រាប់ហើយអារីក៏និយាយកាត់ថាអូជឿខ្ញុំទៅបងនៅ single ស្រួលជាងគ្រាន់តែលើហើយបងស្រីក៏និយាយថាឯងគួរតែដកពាក្យសម្ដីហ្នឹងចេញទៅព្រោះអីអ្នកម៉ែពេលនេះចង់ហាក់វាយឯងហើយអូយអ្នកម៉ែខ្ញុំនិយាយលេងទេហើយម្ដាយរបស់អារីក៏បន្តនិយាយថាគាត់មានក្តីសង្ឃឹមទៅលើបងស្រីហ្នឹងខ្លាំងណាស់អញ្ចឹងហើយសង្ឃឹមថាបងស្រីហ្នឹងកុំធ្វើឲ្យគាត់ខកចិត្តហើយអារីក៏ស្ងាប់ហើយក៏និយាយថាអ្នកម៉ែគួរតែឲ្យបងស្រីដកដង្ហើមស្រួលផងកុំចេញមកបខំឲ្យគាត់យកប្តីពេកហើយម្ដាយរបស់អារីក៏និយាយថាយោសំដីថ្លោះណាចាណាគេចង់ការមុនគេហ្នឹងហាដកស្រំដៃវាយកូននឹងសិនហើយអារីក៏រត់ទៅឲ្យបងស្រីជួយហើយបងស្រីក៏និយាយទៅកាន់អារីថាគាត់ដឹងថាអារីនិយាយច្រើនមែនក៏ប៉ុន្តែអារីសប្បាយចិត្តក្នុងការរៀបការនេះបើសិនជាអារីមិនរៀបការយ៉ាងណាក៏គាត់ជាអ្នកពាក់ឈុតរៀបការនឹងដែរហើយអារីក៏បន្តនិយាយថាឲ្យអារីរៀបការគឺល្អបំផុតដោយសារអារីដឹងច្បាស់ពីរឿងនយោបាយនឹងច្រើនជាងបងស្រីហើយបងស្រីក៏និយាយថាគាត់ដឹងថាការរៀបការនេះមិនមែនជាការរៀបការនយោបាយទេដោយសារតែគាត់ឃើញអារីនិងលោកឌីមែនហ្នឹងគឺពិតជាស្រឡាញ់គ្នាមែនហើយណាមួយអារីរៀបការដោយសារតែអារីមានក្តីស្រមៃហើយអារីក៏និយាយទៅកាន់បងស្រីថាបងស្រីគួរតែធ្វើតាមក្តីស្រមៃរបស់ខ្លួនឯងកុំធ្វើតាមគ្រួសារធ្វើតាមអ្វីដែលខ្លួនឯងចង់ធ្វើពេលអារីក្រឡេកមើលនាងកាគឺដល់ម៉ោងដែលនាងត្រូវចេញទៅធ្វើការហើយនាងក៏លាបងស្រីរបស់នាងហើយក៏ចាក់ចេញទៅហើយបងស្រីរបស់នាងក៏បានយកសម្ដីអារីមកគិតក្នុងចិត្តហើយក៏គិតថាគឺគាត់មិនដែលមានក្តីស្រមៃទេហើយសាច់រឿងក៏កាត់ទៅក្នុងសាលាវេទមន្តពេលនេះអារីយើងគឺធ្វើការឡើងដកភ្នែកហើយគឺមិនបានដេកទេទាំងសិស្សច្បងសិស្សប្អូនគឺធ្វើការថែម៉ោងសឹងតែគ្រប់គ្នាពេលដែលនាងចាក់ចេញពីក្នុងសាលាក៏មានអ្នកបរទេសសិស្សម្នាក់និយាយថាលោកឌីមែនហ្នឹងបានឲ្យពួកគេមកអញ្ជើញអារីយើងហើយឲ្យអារីហ្នឹងឡើងរទេះសេះទៅជាមួយនឹងពួកគេក៏ប៉ុន្តែអារីពេលដែលឡើងរទេះសេះក៏មានអារម្មណ៍ថាដូចជាមិនសូវស្រួលហើយក៏បានគិតនៅក្នុងចិត្តនៅអ្វីដែលលោកឌីមែនប្រាប់នាងថាមិនគួរទុកចិត្តអ្នកដទៃដោយសារតែអាចនឹងមានបញ្ហាកើតឡើងជាច្រើនទៀតហើយអារីពិតជាទីឈុតណាស់គឺពួកគេមានគម្រោងការសម្រាប់អារីនៅក្នុងថ្ងៃនេះផងដែរដោយមានឃាតករនៅខាងក្រៅហើយនៅខាងក្នុងចាំសញ្ញាហើយពួកគេគឺមិនមែនជានរណាឆ្ងាយទេគឺជាមនុស្សនៅក្រោមបង្គាប់លោក Alex Van Lemmer ជាឪពុករបស់លោកឌីមែននឹងឯងគឺគាត់បញ្ជាឲ្យពួកគេនឹងមកធ្វើបាបអារីរបស់យើងកុំឲ្យអារីនឹងរៀបការកើតក្នុងរទេះសេះអារីក៏និយាយទៅកាន់បរិសម្នាក់នោះថាតើប្រកាន់អត់បើសិនជាខ្ញុំចង់កាច់ដៃកាច់ជើងលោកឯងបបាក់ចោល
ហើយនិយាយមិនតាន់ចប់ផងក៏មានការផ្ទុះដ៏ធំមួយនៅក្នុងរទេះសាសធ្វើឲ្យហុយផ្សែងដលំពេញហ្នឹងនៅពេលដែលសង្កេតមើលទៅគឺឃើញបរិសម្នាក់ហ្នឹងគឺដេកស្វាបាត់ហើយអារីយើងក៏ចេញមកទាំងសង្ហាហើយក៏និយាយថាអាណាខ្លាំងចូលមកអូនហើយពួកគេក៏ចូលទៅមែនហើយអារីក៏ប្រើវេទមន្តរបស់នាងដើម្បីបំផ្លាញពួកគេទាំងអស់គ្នាផងដែរកន្លែងហ្នឹងអេដមីនសូមកាត់ថាអារីគឺចាត់ការពួកនឹងបានហើយក៏បានចាប់ចងពួកនឹងដូចគ្នាដោយសារតែវេទមន្តរបស់អារីដូចជាខ្សែអញ្ចឹងគឺអាចចាប់ចងពួកគេទាំងអស់គ្នាបានយ៉ាងងាយស្រួលតែម្ដងគឺពួកគេមិនអាចតដៃហើយនឹងប៉ះពាល់អារីបានសំបីតែមួយសរសៃសក់ចង់លេងណាណាមិនលេងជាមួយយើងផងចាប់វាយឯងដោយណានៃម្ដងហើយសាច់រឿងក៏ផ្លាស់ប្ដូរទៅកាន់វិមានរបស់ Vandermeer អារីក៏បានយកពួកឃាតករទាំងអស់នោះយកទៅឲ្យគាត់ឡើងប៉ោងមុខស្ពីងអស់ហើយគ្រាន់តែឃើញលោក Demon ក៏សួរថាតើពួកគេនឹងបានធ្វើអ្វីខ្លះទៅកាន់នាងហើយពួកគេក៏បានសារភាពថាគឺឪពុករបស់លោក Demon ហ្នឹងអ្នកបញ្ជាពួកគេដើម្បីឲ្យទៅធ្វើបាបអារីកុំឲ្យអារីហ្នឹងដើរកើតហើយលោក Demon ក៏បាននិយាយសុំទោសទៅកាន់អារីហើយអារីក៏និយាយចំអកថាតើលោកសុំទោសខ្ញុំធ្វើអីឬមួយក៏លោកនឹងបញ្ជាពួកគេឲ្យទៅធ្វើបាបខ្ញុំហើយចាឯងគាត់តែខ្ញុំមនុស្សចឹងមែនហើយលោក Demon និយាយតាំងបារម្ភថាគាត់មិនដឹងថាមានរឿងអ្វីកើតឡើងចំពោះអារីទៀតទេដោយសារតែការរៀបការចិត្តមកដល់ហើយលោក Demon នៅបន្តនិយាយទៀតថាតាអារីនឹងចង់ដកថយក្នុងការរៀបការជាមួយនឹងគាត់អត់ដោយសារតែមានរឿងអញ្ចឹងកើតឡើងហើយអារីក៏និយាយថានាងគ្មានបំណងក្នុងការបញ្ឈប់ការរៀបការនេះទេដោយសារតែឪពុកម្ដាយរបស់លោក Demon កាន់តែបដិសេធនាងកាន់តែចូលចិត្តណាមួយនាងមិនចង់ឃើញបងស្រីរបស់នាងមករៀបការនៅក្នុងគ្រួសារ Vandermeer នឹងឡើយហើយលោក Vandermeer ក៏និយាយថាមើលទៅអារីដូចជាមើលឃើញថានឹងមានរឿងអ្វីកើតឡើងនៅពេលដែលបងស្រីរបស់នាងរៀបការចូលនៅក្នុងគ្រួសារនេះអញ្ចឹងហើយអារីក៏និយាយថាលោកគិតមើលដល់ខ្លួនឯងទៅថាវាមានរឿងអ្វីខ្លះកើតឡើងនៅពេលដែលបងស្រីរបស់នាងរៀបការជាមួយនឹងបងប្រុសរបស់លោកហើយអារីបន្តនិយាយថាខ្ញុំអាចនឹងមានអារម្មណ៍ដឹងថាបងប្រុសរបស់លោកនឹងធ្វើរឿងក្បត់ជាតិមួយយ៉ាងធំនៅក្នុងថ្ងៃអនាគតហើយលោក Vandermeer ក៏គិតក្នុងចិត្តថាតើបងប្រុសឆាល្ងងរបស់ខ្ញុំនឹងឯនឹងធ្វើរឿងធំនៅក្នុងថ្ងៃអនាគតហើយអារីក៏បន្តនិយាយថាមិនបាច់ខ្វល់រឿងហ្នឹងទេសំខាន់ថ្ងៃស្អែកពួកយើងនឹងធ្វើលក្ខខណ្ឌកិច្ចសន្យារៀបការនៅក្នុងថ្ងៃស្អែកហើយអារីក៏សម្លឹងទៅកាន់កូនប្រុសរបស់គេគឺមិនដាក់ភ្នែកទេឡើងថ្ពាល់ក្រហមហើយលោក Vandermeer ក៏និយាយថាតើគាត់សុំមើលរបួសបានអត់គាត់ចង់ដឹងថាតើអារីមានរបួសកន្លែងណាខ្លះហើយអារីក៏និយាយថាពួកនឹងកាកណាស់ធ្វើអីនាងមិនបានទេពេលឮអារីអួតបែបហ្នឹងលោក Demon ក៏និយាយថាអញ្ចឹងនាងមើលតែខ្លួនឯងទៅអញ្ចឹងហើយទៅប៉ែតទៅបើសិនអស់ថ្លៃប្រហែលចាំប្រាប់ខ្ញុំខ្ញុំចេញថ្លៃប៉ែតឲ្យហើយអារីក៏និយាយថាមិនទេអរគុណនេះបកាច់យកនេះឯងស្មាបារម្ភពីឯងដេញឯងទៅប៉ែតខ្លួនឯងសោះពេលអារីចេញទៅផុតគាត់ក៏និយាយជាមួយនឹងកងអង្គរៈរបស់គាត់ថាឲ្យទៅស៊ើបមើលថាតាហ៊ានស៊ីឈ្នួលហ្នឹងមកពីណាហើយពួកគេគឺជានរណាហើយរឿងរបស់យើងក៏មកដល់ទីបញ្ចប់ហើយអ្នកនរគ្នាអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចចុច like subscribe ហើយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីពិសេសបើសិនជារឿងនេះល្អមើល comment ថាល្អមើលម្នាក់មួយមកដើម្បី admin មានកម្លាំងចិត្តក្នុងការបករឿងបន្តទៀតអូខេបាយបាយ